Hello, sắp tới được học nè. Ngàyนี้គឺចូលថ្ងៃទី1ខែមិថុនាចូលខែថ្មីណាហើយថ្មីបើយើងឆ្លងកាត់រយៈពេលកន្លះឆ្នាំទៀតហើយអញ្ចឹងសល់តែ6ខែទៀតគឺដល់ឆ្នាំ2025ទៀតណាអញ្ចឹងថ្ងៃនេះដោយសារតែខ្ញុំថ្មីនេះខ្ញុំកំពុងតែរៀនធ្វើ budget មានន័យថាចាប់ដើម review ឬក៏សើរឿងពីរឿង financial ខ្លួនឯងគឺ personal finance ខ្លួនឯងបានប្រសើរជាងមុនមែនតើទៅដល់រឿងពីមុនមកគឺខ្ញុំអត់សូវដែរចាប់អារម្មណ៍ពីរឿងហើយដែរទៅថតផ្ទាល់ខ្លួននេះអញ្ចឹងហើយវាជាកំហុសឆ្គងមួយដែលខ្ញុំចង់ចែកម្លែកទៅអ្នកទាំងអស់គ្នាថានៅពេលដែលយើងចង់មានសន្តិភាពផ្លូវចិត្តយើងចង់មានសេរីភាពក្នុងការរស់នៅយើងចង់ build wealth ឬក៏ចង់ឲ្យខ្លួនឯងនឹងមានទ្រព្យសម្បត្តិប្រសើរជាងមុនមានអ្វីៗដែលយើងចង់បានណាអាការសិក្សាអំពីហិរញ្ញវត្ថុឬក៏យកចិត្តទុកដាក់អំពីហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺសំខាន់ណាស់អញ្ចឹងនេះជាអ្វីដែលខ្ញុំរៀនបានកាលពីប្រហែលឆ្នាំកន្លងមករយៈពេល5ឆ្នាំចុងក្រោយនេះណាហើយខ្ញុំក៏ព្យាយាមធ្វើឲ្យអភិវឌ្ឍខ្លួនឯងពីចំណេះដឹងហិរញ្ញវត្ថុដឹងដែរហើយសម្រាប់ថ្ងៃនេះគឺខែថ្មីហើយខ្ញុំចង់រៀបចំបាត់ចិត្តខ្លួនឯងអញ្ចឹងអ្វីដែលខ្ញុំធ្វើនោះគឺថាយើងចាត់ចែងចំណូលចំណាយរបស់យើងអញ្ចឹងណាអញ្ចឹងចំណូលចំណាយនេះគឺថាចំណូលដែលបានមកតើយើងនឹងចំណាយទៅលើអីទីខ្លះក្នុងមួយខែអញ្ចឹងយើងកត់ត្រាយើងបែងចែកវាឲ្យហើយយើងទៅហើយយើងត្រូវ set goal ខ្លួនឯងថាសម្រាប់ខ្ញុំគឺខ្ញុំ set goal ខ្លួនឯងថាមួយខែនឹងត្រូវសល់ឲ្យបានប្រមាណហើយបានសល់ប្រមាណយើងបែងចែកទៅជាការចំណាយចាំបាច់ផ្សេងហើយរឿងមួយទៀតដែលសំខាន់ហ្នឹងគឺកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ពីមុនយើងឃើញពេលដែលទីហៅថាយើងបើកប្រាក់ខែឬក៏យើងរកស៊ីយើងមានចំណូលមកគឺយើងដើមខែឬក៏ចុងខែគឺចាប់ផ្ដើមចំណាយច្រើនចាយវាគេហៅចាយវាទៅតាមអារម្មណ៍របស់យើងណាអញ្ចឹងពេលខ្លះអ្វីដែលចាំបាច់ហ្នឹងគឺយើងក៏យើងទៅដែរតែដើម្បីគេហៅថាផ្គាប់ចិត្តខ្លួនឯងឲ្យប្រឹងប្រែងធ្វើការឬក៏អីចឹងមិនមានន័យថាលុយដែលយើងរកមកហ្នឹងមិនឲ្យទិញមិនឲ្យចំណាយទៅលើខ្លួនឯងប៉ុន្តែយើងត្រូវមានបាត់ចិត្តខ្លួនឯងឲ្យបានត្រឹមត្រូវបើមិនចឹងទេយើងចាយតាមតែអារម្មណ៍អត់មានហេតុផលច្បាស់លាស់ដូចខ្ញុំកាលពីប្រហែលឆ្នាំមុនអញ្ចឹងគឺរកបានប្រហែលមកគឺក៏អត់សល់ដែរអញ្ចឹងណាហើយមេរៀនមួយទៀតដែលខ្ញុំរៀនបានគឺថាយើងព្យាយាមរស់នៅអ្វីដែលយើងកំពុងធ្វើគឺរស់នៅបែប minimalist មានន័យថាបែបតិចតួចនិយមណាអញ្ចឹងរបស់ដែលយើងប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃមិនថាជាខោអាវស្បែកជើងកាបូបរបស់ប្រើប្រាស់អីផ្សេងៗហ្នឹង skin care អីផ្សេងៗហ្នឹងគឺថាយើងកាត់បន្ថយតាមដែលអាចធ្វើទៅបានមានន័យថាប្រើរៀនរស់នៅបែបថាមានតិចតួចណាមិនចាំបាច់មានរបស់ច្រើនពេកទេអញ្ចឹងយើងចាំមើលស្រីៗយើងភាគច្រើនគឺខោអាវពេញទូស្បែកជើងពេញទូកាបូបពេញទូប៉ុន្តែហាក់ដូចជាអត់មានអីប្រើទេចាអញ្ចឹងយើងរៀនអ្វីដែលខ្ញុំកំពុងតែរៀនគឺថារៀនរស់នៅបែប minimalist បែបតិចតួចនិយមអញ្ចឹងយើងមានប្រមាណគូដែលយើងត្រូវប្រើចាំបាច់ទៅបានកៅអៅស្លៀកពាក់អញ្ចឹងដែរយើងជ្រើសរើសតែងតែរបស់ដែលមានគុណភាពហើយមានតែប្រមាណក៏ផ្លែដែលយើងផ្លាស់ប្ដូរគ្នាតាមបែបផែនទៅធ្វើការទៅដើរលេងទៅហាត់ប្រាណទៅអីអញ្ចឹងទៅខ្ញុំគិតថាមនុស្សយើងអត់ត្រូវការច្រើនពេកទេក្នុងការរស់នៅជីវិតមួយដែលល្អប្រសើរដែលមានដែលគេហៅថាគ្រប់គ្រាន់ណាអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកលបងរៀនពីវិធីសាស្ត្រហ្នឹងមកព្រោះខ្ញុំកំពុងតែរៀនដែរហើយខ្ញុំគិតថាវានឹងមានបានផលប្រយោជន៍ច្រើនសម្រាប់សុខភាពហិរញ្ញវត្ថុរបស់យើងព្រោះថានៅពេលដែលយើងធ្វើអញ្ចឹងគឺយើងកាត់បន្ថយចំណាយបានច្រើនហើយនៅពេលដែលខ្ញុំគូសវាណាខ្ញុំគូសវាតាក់ទងទៅនឹងការចាត់ចែងហិរញ្ញវត្ថុចំណូលចំណាយអីចឹងទៅខ្ញុំមើលឃើញថាពីមុនអ្វីដែលខ្ញុំអនុវត្តពីមុននោះគឺវាអត់ត្រូវទេវាធ្វើឲ្យការចំណាយរបស់យើងនឹងវាច្រើនទៅមានន័យថាយើងកាលណាយើងរកចំណូលបានកាន់តែខ្ពស់យើង increase អា lifestyle របស់យើងនឹងកាន់តែខ្ពស់ដូចគ្នាអញ្ចឹងវាធ្វើឲ្យយើងអត់សល់លុយទេអត់សល់លុយច្រើនឬក៏សម្រាប់គោលដៅរបស់យើងអញ្ចឹងមានន័យថារស់នៅបែបតិចតួចនិយមរៀនអំពីចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យបានល្អប្រសើរជាងមុនអញ្ចឹងហិរញ្ញវត្ថុរបស់យើងនឹងគឺលុយនឹងវានៅជាមួយយើងបានយូរកាលណាយើងអត់ចេះថែរក្សាអត់ចេះយកចិត្តទុកដាក់មួយវាក៏វាអត់នៅជាមួយយើងបានយូរដែរអញ្ចឹងទាំងអស់គ្នាបើសិនជាមានមេរៀនអីឬក៏មានទម្លាប់បែបណាដែលល្អក្នុងការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួនហើយចង់ចែកម្លែកអាច comment នៅក្នុងវីដេអូនេះបានព្រោះខ្ញុំគិតថាហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺជាផ្នែកមួយសំខាន់ក្នុងការរស់នៅបើសិនជាយើងចង់រស់នៅបែបគេហៅថាមានសេចក្តីសុខផ្លូវចិត្តមានសន្តិភាពផ្លូវចិត្តមិនសូវមានបញ្ហាច្រើនគឺយកចិត្តទុកដាក់លើហិរញ្ញវត្ថុពោះលុយគឺជាប្រភពដ៏ធំមួយក្នុងការធ្វើឲ្យជីវិតរបស់យើងមានភាពស្មុគស្មាញច្រើនដូចគេថាលុយអាចដោះស្រាយបញ្ហាស្ទើរតែ100% នៃជីវិតរបស់យើង99%គឺដោះស្រាយបានដោយលុយអញ្ចឹងត្រូវយកចិត្តទុកដាក់លើនឹងឲ្យបានច្រើនទៅយើងអាចមានជីវិតមួយដែលប្រសើរជាងមុនហើយរស់នៅវាមានសន្តិភាពផ្លូវចិត្តជាងមុនអូខេអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ